ជ្រលងភ្នំវាំងសៀនបានប្រែក្លាយចេញពីអណ្ដូងរ៉ែដែលគេបោះបង់ចោលទៅជាទឹកដីទេពអប្សរឬក៏ Fairyland ដែលលេចចេញជាអាណាចក្រមួយបណ្ដុំដោយទេសភាពនៃធម្មជាតិនិងភាពសម្បូរបែបនៃវប្បធម៌លាយបញ្ចូលគ្នាទីនេះបានក្លាយទៅជាមជ្ឈមណ្ឌលដ៏មមាញឹកទាក់ទាញអ្នកទស្សនាជាង1លានអ្នកក្នុងមួយឆ្នាំដោយសារតែទេសភាពនៃជ្រលងដែលលាក់ខ្លួនពួនសម្រស់ដ៏អស្ចារ្យចម្រុះដោយសម្រស់ធម្មជាតិទេសភាពវប្បធម៌សកម្មភាពចម្រុះពណ៌ដំណើរផ្សងព្រេងដ៏រំភើបនិងប្រពៃណីទំនៀមទម្លាប់ដែលធ្វើឲ្យវាក្លាយជាគោលដៅសំខាន់បំផុតសម្រាប់អ្នកទេសចរតំបន់ទេសភាពនេះមានធនធានធម្មជាតិជាសម្រស់ដូចជាទេពអប្សរពួនក្នុងព្រៃភ្នំខ្ពស់ៗទឹកជ្រោះជ្រលងភ្នំផ្ទាំងថ្មយក្សទឹកហូរថ្លាភូមិបុរាណប្រាសាទធាតុព្រះពុទ្ធទំនៀមទម្លាប់កសិកម្មព្រៃឈើនិងវាលស្រែនិងការបន្ថែមនូវភាពរស់រវើកនៃវប្បធម៌របស់អ្នកស្រុកឈ្មោះវាំងសៀនមានន័យថាសម្លឹងមើលជាអមតៈមានតាំងពីរាជវង្សហានខាងកើតគ្រិស្តសករាជឆ្នាំ25ដល់220ហើយត្រូវបានបង្កើតឡើងនៅក្នុងសម័យនគរ3ឈានជើងចូលទៅក្នុងជ្រលងវាំងសៀនដើម្បីទទួលបានបទពិសោធន៍ទស្សនីយភាពធម្មជាតិដ៏អច្ឆរិយៈនេះជ្រលងវាំងសៀនមានទីតាំងនៅក្នុងស្រុកគងស៊ីនក្រុងសាំងរ៉ាវខេត្តឈៀងស៊ីប្រទេសចិន